Bạch đo ra sinh niệm thay ní khi mà tụi yo thà sẽ thay ấp trọc sầm đai từ lơ trọc sầm bạch khi mà bật chìm miên nằm bay mà ruแต่khiมันเอาmiênคู่จานไปตัดหนักบางเวงตีkhi miênนำใบมารู้ระบบkhiมันครูซาkhiมันmiênโกmiênแบบปนปัญหาตรองสมบัติเอานั่งเจียเรื่องสร้างมองได้ไอ้นังบาดบองปัญหาเอาไว้ได้ให้ทาจีสไทยอัตรอบนั่งkhi trong mình chơiแต่การหาจนช่วยจิตหมายmiênตรอบจ้าเนี่ยปัญญาตะมุนการออกขมุตตะมุนจะโควิไซสกัดแบบเพียบปัจเจไซตะมุนอันนี้หาแต่จ่าช่วยจิตบางส่วนจะเอาลูกบอลปนช่วยจิตเติมmiênตำไหนเอาไว้มวยเติมmiênอะไรเนี่ยเอาหนักเอาไว้มวยเอาลูกบอลปนนั่งก็อัดโกกาดังเอาหนักตำไหนเติมตำmiên nàyปัญหาตำเอานั่งมันต้องการเอาลูกบอลปนช่วยจิตดิช่วยจิตมีในทางยังเรามีตัดจับตำบงพิสมอตรองสลัดทอคนละทอโดยสมบัติโลกมีภาษาจงโลกยมใหญ่ตั้งยมโกมันมีภาษาไอ้ดูจีริบจะรักไอ้ได้เราตาปีดาวยมโจจัดแต่ใหญ่ตั้งเตาตั้งเมาไอ้สมบัติโลกอ่านครูของการใหญ่บอกยมได้โลกทำไอ้ดิภาษาเราบอกยมเป็นหลักกูจงสดับนะบองปนออกนี้ក្រោយពីបានស្ដាប់រហស្សនាមថ្មីរបស់វ៉ាន់ដេដែលសម្ដេចធិបតីហ៊ុនម៉ាណែតបានដាក់ឲ្យថាជាសិទ្ធិអទ្រព្យទើបយើងដឹងថាយើងទាំងអស់គ្នាគឺសុទ្ធតែអាចខ្លាយទៅជាសិទ្ធិអទ្រព្យណាយើងទាំងអស់គ្នាគឺសុទ្ធតែអាចខ្លាយទៅជាសិទ្ធិអទ្រព្យឬក៏យើងខ្លះគឺជាសិទ្ធិអទ្រព្យទៅហើយសិទ្ធិអទ្រព្យមិនមែនមានតែវ៉ាន់ដេមួយទេគឺមានច្រើនគ្នាទៀតហើយបងប្អូនណាដែលចង់ខ្លាយជាសិទ្ធិអទ្រព្យគឺអាចចាប់ផ្ដើមបានតែម្ដងសិទ្ធិអទ្រព្យនេះគឺថាវាអត់ចាំបាច់តតែយើងមានទ្រព្យឬមានងារមានតំណែងជាអង្គញាជាឯកឧត្តមទៅបានយើងមានការជួយដល់សង្គមបានទេមានការជួយដល់ប្រទេសជាតិបានទេគឺវាផ្ដើមចេញពីទឹកចិត្តជ្រះថ្លាទឹកចិត្តបរិច្ចាគគឺគំនិតទឹកចិត្តនិងគំនិតណាពាក្យថាសិទ្ធិបានន័យថាមានណាមានច្រើនអញ្ចឹងដល់សិទ្ធិអទ្រព្យមិនចាំបាច់តតែមានទ្រព្យជាលុយកាក់ជារបស់ហើយមានងារជាអង្គញាឬក៏ឯកឧត្តមអីបានអាចជួយសង្គមបានទេយើងអស់នេះគឺសុទ្ធតែអាចជួយបានដោយផ្ដើមចេញពីទឹកចិត្តសប្បុរសចេញទៅនិងផ្ដើមចេញពីគំនិតដ៏ឆ្លាតវៃឬគំនិតច្នៃប្រឌិតចេញទៅគឺយើងអាចចាប់ផ្ដើមជួយសង្គមបានតាមរយៈដូចវ៉ាន់ដេសូម្បីតែគាត់បង្កើតសាលានិងប្រមូលក្មេងមករៀនជួយបង្កើតទៅដល់ធនធានមនុស្សជាច្រើនណាបងប្អូនជាច្រើនទៀតដែលបង្រៀនឬក៏ចែករំលែកដែលបង្កើតនៅធនធានមនុស្សជាច្រើនដែលធនធានមនុស្សទាំងអស់នោះអាចคล้ายទៅជាមនុស្សដែលមានគុណភាពសមត្ថភាពចម្រុះផ្សេងគ្នាអាចជួយសង្គមក្នុងផ្នែកណាមួយឬក៏ផ្នែកផ្សេងបន្តទៅទៀតហើយស្រួលសិស្សដែលយើងធ្លាប់បង្រៀនអាចคล้ายជាសិទ្ធិដែលមានទ្រព្យទាំងប៉ះបានទាំងប៉ះមិនបានបាទដូចកូនសិស្សរបស់វ៉ាន់ដេអាចនឹងមានអ្នកខ្លះខ្លាចជាសិទ្ធិខ្លាចជាអង្គញាខ្លាចជាឯកឧត្តមអីនៅថ្ងៃក្រោយជាដើមចឹងទៅលោកគ្រូអ្នកគ្រូផ្សេងទៀតដែលបានចូលរួមក្នុងការជួយបណ្ដុះបណ្ដាលធនធានមនុស្សជាច្រើននៅតាមគ្រប់ទីកន្លែងទាំងអស់គឺនោះហើយគាត់ក៏កំពុងតែជាសិទ្ធិដែលអត់ទ្របដែរអញ្ចឹងសកម្មភាពដែលយើងអាចចូលរួមជួយសង្គមបានមិនចាំបាច់ទាល់តែមានធំដុំកំភួនអីទេសូម្បីតែឥឡូវនេះបងប្អូនជួយទៅលើកុមារកំព្រាក៏ដោយជួយបរិស្ថានក៏ដោយជួយផ្សព្វផ្សាយអំពីរឿងច្បាប់ចរាចរណ៍ក៏ដោយចែករំលែកអ្វីដែលមានប្រយោជន៍ក្នុងសង្គមក៏ដោយឬក៏យើងចែករំលែកចំណេះដឹងដែលធ្វើឲ្យសិលធម៌របស់មនុស្សមានការល្អប្រសើរក៏ដោយឲ្យតែយើងបានចូលរួមក្នុងការជួយសង្គមឲ្យចម្រើនហើយជួយកាត់បន្ថយអ្វីដែលជាចំណុចអាក្រក់ឬក៏ជាចំណុចអសកម្មជាចំណុចអវិជ្ជមាននោះគឺជាសកម្មភាពដែលពោពេញទៅដោយសេចក្តីជ្រះថ្លាឬក៏ជាសកម្មភាពបរិច្ចាគចេញទៅហ្នឹងហើយជាសិទ្ធិហ្នឹងគឺការមានសប្បុរសហ្នឹងហើយបាទអញ្ចឹងបងប្អូនមើលខ្លួនឯងអាចធ្វើអីបានអាចចែករំលែកបានអាចចូលរួមផ្សព្វផ្សាយអំពីរឿងសម្រាមអាចចូលរួមផ្សព្វផ្សាយអំពីតំបន់ទេសចរអាចចូលរួមចែករំលែកអីចំណេះដឹងបំណិនជីវិតបច្ចេកទេសនៃការធ្វើនំបច្ចេកទេសនៃការធ្វើម៉ាស៊ីនត្រជាក់មុខរបរតូចតាចបន្តិចបន្តួចឬក៏ចូលរួមក្នុងការចែករំលែកចំណេះដឹងចំមន់ចំទាកសិកម្មសុទ្ធសឹងតែជាអ្នកដែលមានទ្រព្យឬក៏ជាសិទ្ធិដែលអាចចែករំលែកបានបាទអញ្ចឹងសូមអរគុណសម្ដេចធិបតីហ៊ុនម៉ាណែតដែលបានបង្កើតពាក្យមួយឃ្លាដែលមានន័យយ៉ាងធំទូលំទូលាយដែលរៀបរាប់មិនអស់បាទសូមអរគុណ